តើអ្នកធ្លាប់មានអារម្មណ៍ថាចង់ឈប់សម្រាកពីភាពមមាញឹកហើយចេញទៅកន្លែងណាមួយដែលស្ងប់ស្ងាត់ដែរឬទេពេលខ្លះយើងគិតថាត្រូវធ្វើដំណើរទៅឆ្ងាយទើបអាចជួបទិដ្ឋភាពស្រស់ស្អាតបានប៉ុន្តែការពិតកន្លែងមិនឆ្ងាយពីផ្ទះក៏អាចផ្ដល់នូវអនុស្សាវរីយ៍បានដែរមិនចាំបាច់រង់ចាំឲ្យមានដំណើរកម្សាន្តធំឬដំណើរកម្សាន្តទៅឆ្ងាយនោះទេគ្រាន់តែចេញពីទម្លាប់ប្រចាំថ្ងៃមកកាន់ទម្លាប់ថ្មីមួយក៏អាចធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយឡើងវិញដែរនៅតាមផ្លូវដែលយើងធ្វើដំណើរយើងអាចឃើញទេសភាពស្រស់ស្អាតមនុស្សថ្មីៗនិងរឿងរ៉ាវដែលយើងមិនធ្លាប់ជួបពីមុនមកអ្វីៗទាំងនោះអាចក្លាយជាអនុស្សាវរីយ៍ដែលយើងនឹកចាំជាយូរអង្វែងការធ្វើដំណើរមិនមែនគ្រាន់តែទៅឲ្យដល់គោលដៅប៉ុណ្ណោះទេប៉ុន្តែវាជាឱកាសមួយដើម្បីសម្រាប់វិភាពមមាញឹកស្ដាប់សម្លេងធម្មជាតិដកដង្ហើមឲ្យបានជ្រៅនិងចំណាយពេលវេលាជាមួយខ្លួនឯងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ភ្នំជីសូរទីនេះមិនត្រឹមតែមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យខ្ញុំរំលឹកថាកម្ពុជាមានកន្លែងជាច្រើនដែលគួរឲ្យចង់ទៅទស្សនានិងស្វែងយល់ដូច្នេះបើអ្នកមានពេលទំនេរសូមកុំស្ទាក់ស្ទើរចេញដំណើរកម្សាន្តដើម្បីបង្កើតអនុស្សាវរីយ៍ថ្មីៗនិងរីករាយជាមួយគ្រប់ជំហាននៃជីវិតរបស់អ្នក